ជំរាបសួរអ្នកនរគ្នាក្នុងវីដេអូនេះខ្ញុំនឹងចែកលេងអ្នកនរគ្នាពីរបៀបហៅ Discounter ដែលយើងប្រើមួយ Capacitor អញ្ចឹងណាឧទាហរណ៍ Capacitor យើងមាន20 ក្បាលអញ្ចឹងយើងគួរប្រើ Discounter ប៉ុន្មានពេរហើយ Capacitor អាចយកប៉ុន្មានពេរដែរអញ្ចឹងណាអញ្ចឹងយើងមាន website មួយដែលអាចជួយជំនួយយើងឲ្យលឿនក្នុងការកណនីអញ្ចឹងទៅ20 ក្បាលនេះយើងប្រើ PC ប៉ុន្មានពេរអញ្ចឹងណាឥឡូវយើងចូលទៅកាន់ Google របស់គ្នាយើងចូលនេះវាយថ្មីហ្មងទៅយើងអាចវាយថានេះខ្វា to pair calculation តាមមកអ្នកនរគ្នាហៅ website មួយនេះឈ្មោះថា criticalforyou.net คลิกលើនឹងមកឥឡូវយើងចូលមកដល់លេខនេះហើយយើងអាច sizing កណនីបានហើយយើងរើស3 file ព្រោះទូទៅ capacitor យើងប្រើ 3 file ហើយឧទាហរណ៍ថាយើងប្រើទូនេះយើងប្រើមាន20 ក្បាលយើងប្រើ Discounter ប៉ុន្មានពេរអញ្ចឹងយើងចូលទៅយើងវាយលេខនេះ20 ក្បាលតាមខ្ញុំយើងយក400ទៅបាទ calculation វាឃើញ 28.87 អ្នកនេះអាចយក Discounter 32ក៏បានឬមួយក៏40ក៏បានដែរហើយនេះដែលគេចោលរមុនហើយយើងគ្រាន់បញ្ចូលតម្លៃលេខទៅវាចេញឲ្យហើយប៉ុន្តែករណីថាយើងអត់ website ហ្នឹងថ្ងៃណាមួយ error យើងមានរូបមន្តមួយទៀតជាកណ្ដាស់ជាយើងអាចទៅ save បានណាអ្នកនរចលុះតម្លៃលេខមកដាក់យើងហៅតម្លៃពេរបាននៅរូបមន្តនេះអញ្ចឹងអានេះយើងដាក់តម្លៃប៉ុន្មាន20 ក្បាលយើងដាក់លេខ20អានេះទុកធម្មតាដែរអានេះយើងវាយតាមខ្ញុំយើងចូលទៅអញ្ចឹងវានឹងឃើញតម្លៃស្មើដូចគ្នាហើយស្មើនឹងនេះដូចជាអស់ហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាជួបគ្នាវីដេអូក្រោយបាយបាយ